ជំរាបសួរលោកគ្រូខ្ញុំឈ្មោះសម្បត្តិដាវីតធ្វើការ record video និយាយពី user management ដំបូងយើងធ្វើការវាយ comment who ami តមកទៀត pwd ឈ្មោះសម្បត្តិដាវីតហើយបន្តមកទៀតយើងធ្វើការបង្កើត user ថ្មីមួយ sudo user add .m.s binឈ្មោះថ្មីដាក់ David យើងចូល password ចាស់តមកទៀតយើងធ្វើការបង្កើត password ឲ្យ user David វាយផាំង sudo wd តមកទៀតយើងធ្វើការ switch ទៅកាន់ user Davidវាយ command su password ឥឡូវយើងចូលមកដល់ user David ហើយបន្ទាប់ពីយើងចូលមកដល់ user David ហើយយើងធ្វើការបង្កើត folder ថ្មីមួយនៅក្នុង user ហ្នឹង ដាក់ឈ្មោះ au30 តមកទៀតយើងធ្វើការ delete user ហ្នឹងឡើយវាសូ user ហ្នឹងចេញមកហើយបន្តមកទៀតយើងធ្វើការត្រឡប់ទៅកាន់ user ដើមវិញយើងប្រើ command exit យើងបាន log out មកកាន់ user ដើមវិញវីដេអូមានប៉ុណ្ណឹងអរគុណច្រើនគ្រូ